ត្រូវបំបើកូនឲ្យអស់ពីដោះម្ខាងបើទីរក់បើដោះម្ខាងមិនឆ្អែតត្រូវឲ្យបើម្ខាងទៀតបើកាន់តែច្រើនទឹកដោះក៏ចេញកាន់តែច្រើនដំណើរនេះហាបើគិតត្រឡប់ទៅវិញដូចពីមួយឃ្លាគេថាឬគេនិយាយ100ដងមិនស្មើនឹងសាក់ខ្លួនឯងម្ដងមែនមិននឹកស្មានថារីកាយខ្លួនឯងអាចផលិតទឹកដោះឲ្យកូនបានច្រើនចឹងសោះចាអូនត្រឹមត្រូវហើយម្ដាយជាច្រើនបានឆ្លងកាត់ដំណើរនេះហើយគាត់នៅតែបន្តជ្រើសរើសយកការបំបើដោះកូនដោយបំបើយ៉ាងតិច8ទៅ10ដងក្នុងមួយថ្ងៃទាំងពេលថ្ងៃនិងពេលយប់សំខាន់បំផុតអូនត្រូវអង្គុយឲ្យស្រួលពេលបំបើកូនការដាក់ទីតាំង3បំបើត្រឹមត្រូវនិងបើផ្អឹបទៅនឹងដោះឲ្យបានល្អជួយឲ្យកូនទទួលទឹកដោះបានច្រើនលូតលាស់ល្អហើយក៏ជួយអូនឲ្យផលិតទឹកដោះគ្រប់គ្រាន់តាមតម្រូវការកូនដែរត្រូវបំបើកូនឲ្យអស់ពីដោះម្ខាងបើទីរក់បើដោះម្ខាងមិនឆ្អែតត្រូវឲ្យបើម្ខាងទៀតបើកាន់តែច្រើនទឹកដោះក៏ចេញកាន់តែច្រើនបងថាហើយអូនណាពិតជាអាចធ្វើបានត្រឹមត្រូវហើយត្រូវចាំណារាល់ពេលដែលកូនឃ្លានបង្ហាញសញ្ញាថាចង់បើកុំភ្លេចដាក់ឲ្យកូនបើដោះម្ដាយភ្លាមនាំមកជូនដោយគម្រោងអាហារូបត្ថម្ភនៅកម្ពុជា